បច្ចុប្បន្ននេះក្រសួងយុទ្ធសាស្ត្រកំពុងតែរៀបចំសាររើវិសោធនកម្មក្រមទាំង4របស់កម្ពុជាការសាររើនេះផ្នែកមួយនៃការសាររើគឺការធ្វើយ៉ាងណាឲ្យក្រមទាំង4នេះវាអាចវិវត្តឲ្យស្របជាមួយនឹងសភាពការបច្ចុប្បន្ននៃសង្គមជាតិជាពិសេសសភាពការនៃការវិវត្តផ្នែកបច្ចេកវិទ្យាអញ្ចឹងឥឡូវនេះឧទាហរណ៍ដូចជាការជូនដំណឹងបច្ចុប្បន្ននេះយើងធ្វើតាមរយៈគេហៅថាជាលក្ខណៈប្រពៃណីធម្មតាប៉ុន្តែឥឡូវនេះអ្នកណាមិនមាន smartphone ឃើញទេអ្នកណាមិនមានបណ្ដាញសង្គមកាលពីមុនចង់ជួបគ្នាចង់មើលមុខគ្នាតតែជួបគ្នាប៉ុន្តែឥឡូវតាមរយៈទូរស័ព្ទអាចជួបគ្នាបានបាទតាក់ទងកាលមុនប្រើសបុតឥឡូវលែងប្រើសបុតហើយតាមរយៈសារចឹងហើយក្រសួងយុទ្ធសាស្ត្រកំពុងតែគិតគូរដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះជាប្រយោជន៍នៅក្នុងដំណើរការនីតិវិធីឧទាហរណ៍ដូចជាតិចមេធាវីអាចតម្រូវថានៅពេលដែលគាត់ដាក់ពាក្យចូលដល់តុលាការគាត់ត្រូវបញ្ជាក់នៅក្នុងពាក្យហ្នឹងក្នុងការការពារហ្នឹងថាតើគាត់ប្រើលេខទូរស័ព្ទមួយណាប្រើប្រព័ន្ធអីមួយដែលក្រសួងនឹងកំណត់ឧទាហរណ៍ប្រើ cool up ឬក៏ប្រើស្អីមួយហ្នឹងអញ្ចឹងនៅពេលដែលយើងបញ្ជូនឯកសារហ្នឹងទៅតាមរយៈ cool up ហ្នឹងចាត់ទុកថាគាត់ត្រូវតែបានទទួលហើយឃើញទេបាទឥឡូវយើងកំពុងពិចារណាហើយយើងមិនពិចារណាតែក្នុងមួយច្រកហ្នឹងទេព្រោះតាយាយមួយចំនួនគាត់នៅតាមខេត្តអីក៏អត់ទាន់ចេះប្រើអា cool up អត់ទាន់ប្រើ smartphone អញ្ចឹងយើងកំពុងតែបញ្ចូលធ្វើម៉េចឲ្យប្រព័ន្ធទាំងពីរនេះអាចដើរក្នុងពេលជាមួយគ្នាបាន